ជីវិតអ្នកធ្វើការបលំចេញប្រឡប់ចូលហើយសួរថាហត់អត់ហត់ប៉ុន្តែពេលខ្លះមានអារម្មណ៍ថាហត់នឹងការងារមជ្ឈុំមេងុំគឺហត់នឹងរឿងស្ទះផ្លូវនឹងហ្មងពេលខ្លះបន់ឲ្យតែមកដល់ផ្ទះនឹងអាលបានដាក់ខ្លួនដល់ពុកដល់ក្រែទៅរៀងធូរបន្តិចតែបានត្រឹមតែគិតអញ្ចឹងទេដល់ពេលជាក់ស្ដែងមកដល់ផ្ទះហ្នឹងគឺចាប់ការងាររៀងខ្លួនឯងហើយហ្នឹងគឺជាការងារប្រចាំថ្ងៃដែលប្តីខ្ញុំគាត់តែងតែជួយខ្ញុំដែរពេលខ្លះយើងទៅសើប្តីខ្លួនឯងដែរគាត់ចាស់ជួយការងារខ្ញុំបានខ្លះដែរអញ្ចឹងណាពេលខ្លះប្រើគាត់ឲ្យទៅផ្សារទៅអីដែរហ្នឹងហើយការងារវាអត់មានអីច្រើនឬក៏ធំដុំអីទេការងារតិចតួចក្នុងផ្ទះយើងទេប៉ុន្តែពេលខ្លះបើសិនជាយើងចេះជួយគ្នាទៅវាក៏ជាចំណែកតូចមួយនៃសេចក្តីសុខរបស់យើងដែរបើសិនជាយើងមិនជួយគ្នាទេមានពីណាមកជួយធ្វើវាគឺជាការងារប្រចាំថ្ងៃរបស់យើងខ្លួនឯងនឹងដូចផ្ទះអីអញ្ចឹងយើងបោសឲ្យតែស្អាតជូតឲ្យតែស្អាតទៅព្រោះនៅពេលដែលយើងរស់នៅស្អាតអារម្មណ៍របស់យើងក៏វាស្រស់ស្រាយទៅតាមនឹងដែរនិយាយហ្នឹងមិនមែនថាខ្ញុំជាមនុស្សដែលថាខ្លួនឯងនឹងចាស់រៀបចំស្អាតអីណាតែប៉ុន្តែក៏ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តរស់នៅក្នុងភាពកក្រិចដែរនៅពេលដែលខ្ញុំក៏លេចមើលទៅឃើញបន្ទប់ខ្លួនឯងរៀងកក្រិចអីហ្នឹងគឺខ្ញុំមានអារម្មណ៍ថារៀងធុញទ្រាន់រៀង stress ហើយក៏ចាប់ផ្ដើមសម្អាតវាភ្លាមដោយសារតែយើងចូលចិត្តរស់នៅបែបស្អាតណាហើយការងារទាំងអស់ហ្នឹងខ្ញុំគិតថាមានតែបងស្រីទេដែលភាគច្រើនគាត់យល់ជាពិសេសបងដែលគាត់មានទាំងកូនដែលត្រូវមើលថែទៀតការងារជាក្រានជើងឆ្នាំងផងគឺវាពិតជានឿយហត់ខ្លាំងមែនទែនចឹងពេលខ្លះយើងត្រូវការឲ្យបុរសដែលជាប្តីហ្នឹងគាត់ចេះយល់ចិត្តចេះជួយយើងខ្លះដែររស់នៅជាមួយគ្នាបើសិនជាប្រចាំតែការងារប្រុសការងារស្រីហ្នឹងគឺដឹងតែចប់ហើយមិនសូវមានសុភមង្គលទេក្នុងជីវិតគូហ្នឹងនិយាយអញ្ចឹងមិនមែនថាពួកខ្ញុំនឹងអត់ធ្លាប់តោះគ្នាទេជីវិតគូធម្មតាវាតែងតែមានការតោះតែងគ្នាអញ្ចឹងហើយដូចចានក្នុងរាវអញ្ចឹងប៉ុន្តែគ្រាន់តែពេលខ្លះយើងត្រូវចេះអត់ឱនឲ្យគ្នាអញ្ចឹងទៅរឿងតូចយើងធ្វើឲ្យរឿងកាន់តែតូចកុំឲ្យតែរឿងតូចយើងធ្វើឲ្យខ្លាយទៅជារឿងធំអញ្ចឹងណាហើយនិយាយពីរឿងទូទឹកកករបស់ខ្ញុំវិញមើលទៅគឺអត់សូវមានបន្លែអីទេដោយសារតែមនុស្សខ្ញុំអត់ចូលចិត្តទិញរបស់ដូចជាសាច់ឬមួយក៏បន្លែអីជាមកក្លាសេទុកទេដោយសារតែខ្ញុំអត់ចូលចិត្តហូបរបស់ក្លាសេរបស់តិចអញ្ចឹងណាឃើញមានបន្លែមានអីតិចតួចហ្នឹងគឺដោយសារតែពុកក្មេកម៉ែក្មេកគាត់ផ្ញើមកពីខេត្តហើយពេលខ្លះខ្ញុំទៅតកែវអញ្ចឹងទៅខ្ញុំក៏បានត្រីសាច់បន្លែអីមកពីតកែវខ្លះដែរហើយនិយាយពីម្ហូបរបស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំធ្វើឆាគ្រឿងសាច់មាន់ដោយសារតែថ្ងៃហ្នឹងចេញពីធ្វើការទៅសួរប្តីថាគាត់ចង់ហូបអីគាត់ថាចង់ហូបឆាគ្រឿងសាច់មាន់ហើយសំណួរមួយហ្នឹងដែរគឺជាសំណួរដែលខ្ញុំតែងតែសួរគាត់រាល់ថ្ងៃដោយសារថាហេតុអីបានខ្ញុំសួរពេលខ្លះមនុស្សយើងចំណងចិត្តខុសគ្នាអ្នកខ្លះចូលចិត្តនេះអ្នកខ្លះចូលចិត្តនោះអញ្ចឹងទៅជាក់ស្ដែងដូចប្តីខ្ញុំគឺគាត់ចូលចិត្តរបៀបស្លម្ហូបក្រៀមក្រោះអញ្ចឹងណាហើយខ្ញុំវិញគឺចូលចិត្តរបៀបស្លទឹកអញ្ចឹងមានថ្ងៃខ្លះគាត់ធ្វើម្ហូបណាដែលគាត់ចូលចិត្តអញ្ចឹងទៅថ្ងៃខ្លះគាត់ធ្វើម្ហូបដែលខ្ញុំចូលចិត្តអញ្ចឹងទៅគឺយើងអត់អាចធ្វើម្ហូបដែលយើងចូលចិត្តរាល់ថ្ងៃហើយក៏យើងអត់អាចធ្វើម្ហូបដែលគាត់ចូលចិត្តរាល់ថ្ងៃបានដែរបើសិនជាយើងធ្វើអីផ្គាប់ចិត្តតែម្នាក់ហ្នឹងគឺយើងរស់នៅជាមួយគ្នាអត់សូវមានសុភមង្គលប៉ុន្មានទេហើយសម្រាប់ឆាគ្រឿងមាន់របស់ខ្ញុំហ្នឹងគឺខ្ញុំអត់បានបុកគ្រឿងទេដោយសារតែខ្ញុំអត់មានស្លឹកម្រះព្រៅអញ្ចឹងហើយខ្ញុំហាន់គល់ស្លឹកគ្រៃស្ដើងអញ្ចឹងឆារបៀបដូចម្លីងគល់ស្លឹកគ្រៃអញ្ចឹងណាអ្នកទាំងអស់គ្នាហើយសំបីតែល្មៀតហ្នឹងគឺខ្ញុំអត់បានចាត់សបកទេខ្ញុំហាន់យកហ្មងហើយខ្ទឹមក៏ខ្ញុំអត់បានចិញ្ច្រាំដែរខ្ញុំដំដាក់ទាំងមូលអញ្ចឹងហើយឆាម្លីងវាទៅតាមហ្នឹងទៅហើយនៅពេលហ្នឹងគឺប្តីខ្ញុំគាត់សួរថាមាន់ហ្នឹងកាប់ប្រហែលកាប់ទាំងអស់មែនខ្ញុំក៏ប្រាប់គាត់ថាកាប់មកល្មមទៅបានហើយដោយសារហូបតែ2នាក់ទេណាមួយថ្ងៃហ្នឹងខ្ញុំរៀងអត់សូវឃ្លានដែរដោយសារតែកាលពីថ្ងៃហ្នឹងខ្ញុំបានហូបជាមួយនឹងនំប៉័ងសាច់អស់មួយកណាត់ហើយនិយាយពីរឿងធ្វើម្ហូបថ្ងៃហ្នឹងទើបនឹកឃើញថាប្រហែលថ្ងៃហ្នឹងគឺខ្លួនឯងអត់សូវបានហូបជាតិបន្លែសោះគឺហូបតែសាច់រាល់ទៅថ្ងៃប៉ុន្តែធ្វើមិនទេដោយសារតែថ្ងៃហ្នឹងប្តីគាត់ចង់ហូបម្ហូបហ្នឹងឯងអញ្ចឹងធ្វើម្ហូបហ្នឹងឲ្យគាត់ហូបទៅហើយនិយាយពីផ្ទះរបស់ខ្ញុំវិញអ្នកទាំងអស់គ្នាអើយមើលទៅឃើញឡើងខ្មៅមើលទៅដូចមនុស្សកក្រិចមនុស្សកលុងខ្លាំងណាស់អញ្ចឹងប៉ុន្តែក៏ប៉ុន្តែខ្ញុំដោះសាប៊ូដោះអីរហូតតែខ្ញុំមិនដឹងថាយកអីដោះវាឲ្យវាសវិញទេបើសិនជាអ្នកទាំងអស់គ្នាដឹងជួយប្រាប់ខ្ញុំផងហើយទីពីសាច់មាន់ហ្នឹងឆាជោកហ្នឹងចិត្តឆ្អិនហើយប្តីខ្ញុំគេថាងាប់ហើយមើលខ្ទះឲ្យឡើងខ្មៅខ្ញុំគាត់ថា
ហើយបងអើយផ្ទះខ្មៅក៏ខ្មៅទៅសំខាន់ឲ្យតែខ្ញុំធ្វើម្ហូបឆ្ងាញ់ទៅបានណែហើយកន្លែងហ្នឹងដែរខ្ញុំបានមកបង្ហាញអ្នកទាំងអស់គ្នាថាខ្ញុំឆាដាក់គ្រឿងអីខ្លះទេធម្មតាដាក់ប៊ីចេងស្កររ៉ូឌីអុយប្រេងខ្យងអីទៅតាមនឹងតាមចំណង់ចំណូលចិត្តអញ្ចឹងទៅ